យើងមកមើលអំពីរបៀបនៃការប្រើប្រាស់ operator នៅក្នុង C++. អញ្ចឹង operator ដែលយើងអាចប្រើប្រាស់គឺមានសញ្ញាបូក សញ្ញាដក សញ្ញាគុណ សញ្ញាចែក ហើយជាមួយនឹង modulus គឺជាសញ្ញាចែកយកសំណល់ ហើយនៅខាងក្រោមក៏យើងមានប្រភេទជាប្រភេទនៃ increment ឬក៏ decrement ផងដែរ អញ្ចឹងឥឡូវយើងមកធ្វើការគណនាដោយប្រើប្រាស់សញ្ញានឹងទាំងអស់គ្នា ឧទាហរណ៍យើងមាន integer a ស្មើជាមួយនឹង10 ហើយយើង integer b ឧទាហរណ៍ថាស្មើជាមួយនឹង5 អញ្ចឹងដើម្បីធ្វើការគណនាពីរ value បញ្ចូលគ្នាយើងអាចធ្វើការ declare ជាមួយនឹង c យើង declare ស្មើជាមួយនឹង0មកអញ្ចឹង c គឺយើងអាចទទួលដោយប្រើប្រាស់ a បូកជាមួយនឹង b បាទអញ្ចឹងយើងប្រើប្រាស់សញ្ញាបូកនេះដើម្បីធ្វើការបូកពីតម្លៃលេខបញ្ចូលគ្នាបន្តមកទៀតគឺយើងធ្វើការ print មកដើម្បី weight cursor របស់យើងគឺយើងឃើញថាយើងទទួលបាន value 15គឺជា value ដែលទទួលបានអំពី a ជាមួយនឹង b បូកចូលគ្នាហើយយើងអាចប្រើប្រាស់ជាមួយនឹងសញ្ញាដកអូខេយើងបាន5យើងអាចប្រើប្រាស់ជាមួយនឹងសញ្ញាគុណអូខេយើងបានតម្លៃលេខ50មួយទៀតយើងអាចប្រើប្រាស់ជាមួយនឹងសញ្ញាចែកបែបនេះបានអូខេយើងឃើញថា10ចែកជាមួយនឹង5គឺទទួលបាន result 2ប៉ុន្តែក្នុងករណីហ្នឹងបើសិនជាកន្លែងនេះវាជាចំនួនតម្លៃលេខដែលចែកអត់ដាច់ឧទាហរណ៍ថា b គឺស្មើជាមួយនឹង3បន្តមកទៀតគឺយើងយក a ចែកជាមួយនឹង b គឺបានន័យថាយើងយក10ចែកជាមួយនឹង3នឹងឯងអញ្ចឹងបន្តមកទៀតយើងធ្វើការ execute application យើងឃើញថា result ដែលយើងទទួលបានគឺជាតម្លៃលេខ3តែប៉ុណ្ណោះដែលជាក់ស្ដែង10ចែកជាមួយនឹង3គឺវាត្រូវការបានជាមួយនឹងសំណល់គឺ3ខ្ពះជាងនឹងឯងប៉ុន្តែជាក់ស្ដែងលទ្ធផលដែលយើងទទួលបានឥឡូវនេះគឺតែលេខ3តែប៉ុណ្ណោះដោយសារតែយើងប្រើប្រាស់ជាប្រភេទនៃ integer ដូចដែលគ្នាយើងដឹងហើយប្រភេទ integer គឺវា store មួយនឹងចំនួនគត់អញ្ចឹងទោះតែនៅក្នុងនឹងយើងបានធ្វើការ assign លេខខ្ពស់ទៅឲ្យក៏វាអត់អាចធ្វើការផ្លាស់ប្ដូរទៅជាចំនួនខ្ពស់បានដែរដោយសារតែក្នុងប្រភេទនៃ parabol ហ្នឹងគឺ store បានតែចំនួនគត់បន្តមកទៀតយើងអាចធ្វើការផ្លាស់ប្ដូរកន្លែងនេះទៅជា double បាន sorry អូខេយើង assign ចឹងមកក៏បានដែរអញ្ចឹងបន្តមកទៀតគឺ a ចែកជាមួយនឹង b លទ្ធផលដែលទទួលបាននឹងរុញទៅឲ្យ c ដែលជាប្រភេទនឹង double ដែលវាអាច store ជាមួយនឹងលេខមានខ្ពស់បានក្នុងករណីនេះក៏យើងនៅតែទទួលបានលទ្ធផលនៃ data ហ្នឹងគឺជាលេខ3ដែរយើងអាចធ្វើការ execute មើលបានអូខេយើងឃើញថាវាទទួលបានលេខ3ដដែលអញ្ចឹងគ្នាយើងនឹងឆ្ងល់មួយទៀតថាហេតុអីក៏ double ដែលអាចផ្ទុកលេខមានក្បៀសបានក៏នៅតែ store ជាមួយនឹង value លេខ3ដោយសារតែនៅក្នុង rule នៃការប្រើជាមួយនឹងប្រមាណវិធីចែកបើសិនជា type នៃ integer ចែកជាមួយនឹង integer លទ្ធផលត្រូវតែទទួលបានជាប្រភេទនៃ integer អញ្ចឹងបើក្នុងចំណោមលេខ a និង b យើងអាចធ្វើការផ្លាស់ប្ដូរលេខណាមួយក៏បានដែរឲ្យវាក្លាយទៅជា double ហើយយើងធ្វើការ run ម្ដងទៀតគឺយើងឃើញថាយើងនឹងទទួលបានតម្លៃលេខដែលជាតម្លៃលេខនៃលេខដែលមានក្បៀសនឹងឯងអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងមួយដែលសំខាន់គ្នាយើងត្រូវកត់សម្គាល់នៅពេលដែលយើងប្រើ integer ចែកជាមួយនឹង integer មិនថាលទ្ធផលយើងដាក់ទៅ parabol ប្រភេទអីទេលទ្ធផលគឺនៅតែទទួលបានជាប្រភេទនៃ integer ដដែលអូខេខ្ញុំសូមធ្វើការ break កន្លែងនេះមកជា integer វិញកន្លែងនេះក៏ break មកជា integer វិញដែរសញ្ញាមួយទៀតដែលយើងប្រើប្រាស់ហ្នឹងគឺគេហៅថា modulus គឺសញ្ញាបែបនេះឯង c ស្មើជាមួយនឹង a modulus ជាមួយនឹង b យើងអាចធ្វើការ execute អញ្ចឹងយើងឃើញថា result របស់យើងគឺទទួលបាន1នេះគឺបានដោយសារតែ10ចែកជាមួយនឹង3គឺបាន result 3នៅសល់សំណល់1អញ្ចឹងសញ្ញា modulus នេះវាគឺជាសញ្ញាដែលចែករកសំណល់អញ្ចឹងយើងឃើញថា10ចែកនឹង3សំណល់គឺនៅសល់1អញ្ចឹង c ដែលយើង print ឥឡូវនេះគឺសំណល់នៅសល់
មួយនឹងឯងដោយការប្រើប្រាស់ជាមួយនឹងសញ្ញា modulus នឹងឯងបន្ទាប់ទៀតវាគឺជាប្រភេទនៃការប្រើប្រាស់ increment ឬក៏ decrement ចូលឧទាហរណ៍ថាយើងអាចយក a បូកបែបនេះបានបន្តមកទៀតគឺយើងអាចធ្វើការ print a នៅ block នេះតែម្ដង a របស់យើងឥឡូវនេះគឺ assign default value ឲ្យស្មើលេខ10តែម្ដងបន្តមកទៀតយើងយក a របស់យើងមកធ្វើការ increase ដោយប្រើសញ្ញាបូកអញ្ចឹងយើងធ្វើការ run មកយើងឃើញថា a របស់យើងគឺបាន increase មក value គឺទៅជាលេខ11អូខេអញ្ចឹងគឺនៅពេលដែលយើងចង់ increase number គឺយើងអាចប្រើជាមួយនឹងបូកបែបនេះបានហើយបូកគឺយើងអាចប្រើបានពីរវិធីយើងអាចបូក a ចេះក៏បានដូចគ្នាដែរអញ្ចឹងឥឡូវឧទាហរណ៍ថាយើង comment code ខាងលើហើយយើងមកមើលថាតើរវាងបូកនៅខាងក្រោយ a ហើយនឹងបូកនៅខាងមុខ a តើវាខុសគ្នាបែបណាដែរយើងធ្វើការ execute យើងឃើញថាយើងទទួលបានលទ្ធផលលេខ11ដូចគ្នាទេនៅក្នុង result អញ្ចឹងគ្នាយើងនឹងឆ្ងល់ថាតើរវាងប្រើ a បូកនៅខាងក្រោយហើយនឹង a បូកនៅខាងមុខនឹងខុសគ្នាបែបម៉េចដែរបើសិនជាលទ្ធផលដែលយើង print វានៅតែទទួលបានលេខ11ដដែលអញ្ចឹងច្រើននឹងធ្វើការ comment បន្ទាប់នឹងមួយទៀតយើងនឹងធ្វើការប្រើជាមួយនឹង c ស្មើជាមួយនឹង a ហើយបូកបែបនេះតែម្ដងនៅខាងក្រោមចូលធ្វើការ print មក condition មួយទៀតមកអូខេចឹងឥឡូវនេះគឺយើងធ្វើការ print ជាមួយនឹង value របស់ a ហើយជាមួយនឹង c a គឺបាន increment បូកអីហើយលទ្ធផលដែល a មានឥឡូវហ្នឹងក៏បានធ្វើការ assign ទៅឲ្យ c ផងដែរអញ្ចឹងយើងចាំមើលលទ្ធផលថាតើរវាង a ហើយនឹង c ទទួលបាន value ដូចគ្នាឬក៏យើងធ្វើការ execute មកអូខេឥឡូវហ្នឹងគឺវាមានចំណុចដែលយើងត្រូវ stick ហីថាតើ value ពីរហ្នឹងហេតុអីបានវាខុសគ្នាខាងលើទទួលបានលេខ11ចំណែកឯខាងក្រោមទទួលបានលេខ10តែប៉ុណ្ណោះអូខេនៅក្នុង parabol ហើយយើងបានធ្វើការ assign បែបនេះឥឡូវហ្នឹងយើងធ្វើការ test មួយ case ទៀតយើងធ្វើការ comment code ហ្នឹងសិនមកហើយយើងនឹងយក c របស់យើងគឺស្មើជាមួយនឹងបូកហើយយើងនឹងធ្វើការ execute ម្ដងទៀតយើងឃើញថាលទ្ធផលរបស់យើងគឺទទួលបានលេខ11ដូចគ្នាតែម្ដងអញ្ចឹងតកតងជាមួយនឹង increment ពីខាងមុខហើយនិងពីខាងក្រោយវានឹង matter នៅពេលដែលវាធ្វើការ assign ទៅកាន់ variable ណាមួយផ្សេងទៀតក្នុងករណីខាងលើនេះបើសិនជាយើងយក a បូកមក assign មកឲ្យ c បានន័យថា value a ធ្វើការ assign មកឲ្យ c មុនពេលធ្វើការ incrementចំណែកឯករណីខាងក្រោមវិញបានន័យថា A ធ្វើការ increment ហើយបានធ្វើការ assign នឹងមកឲ្យ C អញ្ចឹងហើយបានជាលទ្ធផល A ខាងលើនេះ assign 10មកឲ្យ C បន្តមកទៀតវាធ្វើការ increase មួយ value ធ្វើឲ្យ A របស់យើងនឹងទទួលបានលទ្ធផលលេខ11ហើយ C ទទួលបានលេខ10តែចំណែកកូដនៅខាងក្រោមគឺ A ធ្វើការ increment រួចហើយបាន assign value នឹងមកឲ្យ Cអញ្ចឹងរបៀបនៃការប្រើប្រាស់ increment បូកពីខាងមុខហើយនិងពីខាងក្រោយលក្ខណៈខុសគ្នាគឺបែបហ្នឹងឯងហើយសញ្ញាដកក៏យើងអាចប្រើបានអញ្ចឹងដូចគ្នាដែរគឺដក A បានន័យថាយើងប្រើ decrement មួយ value យើងអាចធ្វើការ run មកអញ្ចឹងលទ្ធផលគឺយើងនឹងទទួលបានលេខ9ទាំងពីរតែម្ដងអញ្ចឹងក្នុងការប្រើប្រាស់ជាមួយនឹង operator គឺយើងអាចទាញ operator ទាំងអស់ហ្នឹងដើម្បីធ្វើការគណនាតម្លៃលេខបានដោយប្រើប្រាស់សញ្ញាបូកដកគុណចែកហើយជាមួយនឹង modulus គឺជាសញ្ញាដែលចែកយកសំណល់ឬក៏យើងអាចប្រើជាប្រភេទនៃ increment ឬក៏ decrement បងបានផងដែរ